លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីតទៅនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាទាំងអស់ទៅតាមដានស្ដាប់ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី78ដូចតទៅព្រះរាមបន្ទាប់ពីបានជ្រាបអាចកំបាំងសេចក្តីថាអ្នកទោសដែលត្រូវប្រហារជីវិតនោះត្រូវបានហែកទ្រង់ដែកចេញទៅហើយទ្រង់ក៏ក្រេវក្រោធយ៉ាងខ្លាំងក៏ត្រាស់បញ្ជាឲ្យប្រជុំពលមួយរំពេចដើម្បីចេញទៅចាប់អ្នកទោសយកមកវិញឲ្យទាល់តែបានពេលនោះព្រះរាមចេញចាកពីក្រុងអយុធ្យាដោយផ្ទាល់ព្រះអង្គព្រមទាំងព្រះអនុជទាំង3អង្គមួយអន្លើដោយពលពាណយយ៉ាងកក្រឹកកក្រែងឆ្ពោះទៅកាន់ដងព្រៃដែនសមរភូមិក៏ជួបនឹងរាជកុមារទាំងពីរឈរយ៉ាងក្លាហានពាំងមុខពលស្វាធ្វើឲ្យពលស្វាទាំងឡាយផិតភ័យស្រែកឆោឡោរត់ខ្ចាត់ខ្ចាយព្រះភិរុតទតស្គាល់មុខរាមលក្សណ៍ដ៏មានភក្ត្រដោយជពលៈក៏ថ្លែងសរស័ក្តិអន្ទាក់យ៉ាងច្រើនដើម្បីចាប់ចងក្មេងទាំងពីររាមលក្សណ៍ជពលៈក្លាហានគ្មានតក់ស្លុតផិតភ័យអ្វីសោះក៏ថ្លែងតបដកប្រខ័ណ្ឌកាប់អន្ទាក់ដាច់ខ្ទេចខ្ទីគ្មានសោះព្រះរាមទតឃើញច្បាស់នឹងប្រណេតក៏កើតទោសៈប្រមាថថ្មេះតេះដៀលហើយថ្លែងសរជាភ្លើងឆេះរន្ទាលពេញអាកាសរាជកុមារមិនបង្អង់ដៃក៏ថ្លែងសរជាព្រះពិរុណបង្ក្រាបសរព្រះរាមត្រូវរលត់អស់ទៅវិញព្រះរាមថ្លែងសរជាសត្វគ្រុឌវិញម្ដងប៉ុន្តែត្រូវខ្យល់ព្រិលផាត់របស់រាមលក្សណ៍ផាត់បាត់វិនាសទៅអស់ទៀតពេលនោះព្រះរាមកើតសង្ស័យនឹងឫទ្ធិចេស្តារបស់កុមារណាស់ក៏សច្ចាផ្សងថាបើសិនជាពូជពងអញសូមឲ្យសកើតជាភោជនាអាហារបូជាដោយប្រាថ្នារីឯកុមារថ្លែងតបវិញកើតជាឆាតភ្ញីបាំងថ្វាយព្រះរាមទៅវិញព្រះរាមទ្រង់កើតសង្ស័យទើបត្រាស់សម្រួលសួររកឈ្មោះមេដាបិតារបស់ព្រះរាជកុមារទាំងពីរព្រះរាជកុមារវាយរឹកក្រអឺតមិនព្រមឆ្លើយបែរជាសួរទៅព្រះរាមវិញដោយស្ងប់ហារតីព្រះរាមក៏សម្រួលប្រាប់អស់អាចកំបាំងដល់រាជកុមាររាមលក្សណ៍ជពលៈសិញ្ជឹងគិតខ្លាចគេទៅយាយដល់ព្រះមេដាក៏ពុំព្រមទូលការពិតដល់ព្រះរាមវិញឡើយគ្រាន់តែឆ្លើយតបនាមរបស់ខ្លួនទាំងពីរប៉ុណ្ណោះរីឯព្រះមេដាព្រះបិតាយើងខ្ញុំពុំស្គាល់ឡើយព្រះរាមភ្ញាក់ខ្លួនសួរទៅព្រះអនុជភ្លាមថានាងសីតាស្លាប់ទៅហើយមិនដេចឡើយមកមានកូនព្រះលក្សណ៍ក៏តបព្រះរាជតម្រាស់តាមការពិតដូចបានប្រព្រឹត្តកន្លងមកថ្វាយព្រះសម្ដេចព្រះរាមទ្រង់ជ្រាបការអស់កន្លងទៅហើយនោះព្រះរាមក៏បោះអាវុធចោលស្ទុះទៅអោបក្រសោបរាជកុមារទាំងពីរអង្វរសុំឲ្យចូលទៅក្នុងនគរវិញតែព្រះរាជកុមារពុំព្រមក៏ដឹកដៃប្អូនដើរចូលទៅក្នុងព្រៃទៅអស់ពលសេនាមួយអន្លើដោយក្សត្រទាំង4អង្គាក៏តាមព្រះរាជកុមាររហូតទៅដល់អាស្រមរបស់លោកតាឥសីកាលបើបានទៅដល់អាស្រមកាលណារាជកុមារទាំងពីរបិទទ្វារជិតហើយថ្វាយការជូនព្រះមេដាសីតាបានទ្រង់ជ្រាបព្រះនាងរឹងរឹតតែរលឹកនឹកឃើញរឿងអតីតកាលព្រះរាមអង្វរព្រះនាងសីតាពីក្រៅអាស្រមឲ្យបើកទ្វារថ្វាយក៏ប៉ុន្តែព្រះនាងពុំព្រមហើយសូមឲ្យលោកតាឥសីជួយអន្តរាគមន៍ទៅយាងព្រះរាមជំនួសលោកតាឥសីជួយផ្សះផ្សាណាស់ដែរតែមិនសម្រេចផលគ្រាន់តែជួបសម្ដីផ្ទាល់មាត់នឹងព្រះរាមតែប៉ុណ្ណោះ